ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋបាទរស់នៅក្នុងខេត្តកំពង់ចាមទាំងមូលខ្ញុំសូមគាំទ្រទាំងស្រុងបាទនៅគំនិតទូចផ្ដើមរបស់រាជរដ្ឋាភិបាលក្រុមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតក្នុងការដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ ICJ នេះបាទនឹងគាំទ្រនឹងពេញទំហឹងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលសម្ដេចជាប្រធានព្រឹទ្ធសភាហើយសម្ដេចគាំទ្រនៅអ្វីដែលរាជរដ្ឋាភិបាលយើងបាននឹងដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ ICJ នេះបាទអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋនេះសូមអំពាវនាវដល់បងប្អូនទាំងក្នុងនិងក្រៅប្រទេសបាទសូមជឿជាក់លើរាជរដ្ឋាភិបាលក៏ដូចជាកងកម្លាំងប្រដាប់អាវុធយើងដែលការពារព្រំដែនយើងនេះបាទហើយក៏សូមឲ្យបងប្អូនយើងជឿជាក់លើព័ត៌មានបាទដែលបង្ហាញពីការពិតរបស់ថ្នាក់ដឹកនាំយើងនេះក្រសួងការពារជាតិកុំទៅជឿជាក់លើអ្វីដែលคล้ายបំភ្លឺពីការពិតបាទ